ស្ដាប់ហើយព្រឺសម្បល់ក្រោយល្បីថាគ្រឿងអលង្ការផលពាក់ហើយអំពើមុនខ្មៅព្រាយបិសាចរត់ចេញបាត់ជើងសោព្រាតមានហុងស៊ុយលុយហូរចូលគ្រប់ទិសទីឃើញហើយអត់ត្រាប់មិនបានលោកជំទាវហ៊ុំពិសីទំលាយអាចកំបាំងខ្ទេចខ្ទីគ្មានសល់ឲ្យពុកម៉ែបងប្អូនបានដឹងកុំឆ្ងល់ហេតុអ្វីអភិជនចូលចិត្តទិញពាក់ម្លេះយើងពាក់ទៅមានអារម្មណ៍ថាលើករិស័យយើងហើយរឿងឧបទ្រពទាំងឡាយហើយអ្នកជាពិសេសគឺអ្នកដែលមានបញ្ហាផ្លូវចិត្តបាទគាត់មានបញ្ហាផ្លូវចិត្តគាត់សប្បាយចិត្តអីចឹងអារម្មណ៍អាប់អួរសម្ោខ្មៅអាប់អួរក្នុងអារម្មណ៍យើងអាចពាក់ទៅវាអាចស្រស់ថ្លាអូនណាវាជារឿងប៉ិតអូនចាំរឿងខ្មៅមុនអីទៅពាក់ទៅបាត់មកចាវាមានមែនអូនវាមានប៉ិតមែនចាសម្រាប់គ្រឿងអលង្ការពណ៌ប្រភេទណាដែរផលដែលយើងពាក់ទៅឲ្យបណ្ដាញមុនខ្មៅចេញពីរាងកាយយើងភាគច្រើនយើងពាក់ពណ៌សហើយមួយទៀតហ្នឹងបងខ្លះគាត់ចូលចិត្តពាក់ពណ៌ប្រាក់ហើយនឹងពណ៌មាសអីហ្នឹងអូនអាហ្នឹងពណ៌មាសហ្នឹងគឺចានេះពណ៌សអានេះពណ៌សអូននេះពណ៌សហើយនេះជាប្រភេទពណ៌មាសនេះគឺគាត់ពាក់ទាញលុយពាក់ឲ្យលើករិស័យឡើងឲ្យរកលុយបានកាលពីពេលថ្មីកន្លងទៅនេះមានមតិមួយចំនួនបានលើកឡើងថាគ្រឿងអលង្ការផលទឹកប្រៃល្អសុទ្ធពិតប្រាកដមកពីប្រទេសជប៉ុនពាក់ហើយជួយលើកហុងស៊ុយលុយលៀបសំណាងហូរចូលគ្រប់ទិសទីនិងជាពិសេសជួយដេញមុនខ្មៅអំពើព្រាយបិសាចចេញពីក្នុងខ្លួនកំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជនដោយពួកគាត់បានលើកជាសំណួរចោទសួរថាតើការលើកឡើងខាងលើជាការពិតទេកៀកស៊ីស៊ីធម្មជាតិនឹងល្អហើយអត់ក្តៅខ្លាំងទេហើយបិទទៅកាត់បន្ថយការឈឺចុកចាប់ខ្ញុំឈឺណាស់នេះឈឺអាស្រឡាក់នេះអាកពុនដៃនេះដេកបាននេះចាប់បាទដល់ហើយមកខ្ញុំបិទអស់តែពីរដងគឺ2សន្លឹក2ដងវា4សន្លឹកបាត់ឈឹងចុកដៃចុកជើងរួយកឈឺស្មាជាប់ចង្កេះស្ពឹកសពុនឆ្លោះក្រិចបើសិនជាបងប្អូនមានបញ្ហាទាំងអស់ហ្នឹងប្រើកាអៀក្តៅរបស់ CC ធម្មជាតិធានាប្រើអត់បានផតដូរលុយវិញឥឡូវនេះប្រម៉ូសិនបញ្ចុះតម្លៃរហូតដល់ 50% លើកមុនបងប្អូនទិញមកប្រអប់តម្លៃ$8ឥឡូវនេះចុះសល់ត្រឹមតែ$4តែប៉ុណ្ណោះឆ្លើយតបចំពោះសំណួរខាងលើនេះបើតាមលោកជំទាវហ៊ុំពិសីអគ្គនាយិកាគ្រឿងអលង្ការភើលដែលបោះដុំធំមានតែមួយគ្មានពីរនៅប្រទេសជប៉ុនបានរៀបរាប់នៅថ្ងៃតាំងពីពរអន្តរជាតិពេញហួតបឹងស្នោថាបាទចង់ដឹងថាថ្ងៃហ្នឹងលោកជំទាវធ្វើកម្មវិធីអ្វីដែរនៅពេញហួតបឹងស្នោនេះថ្ងៃនេះគឺមានការតាំងពិព័រណ៍ខ្នាតធំមួយនៅពេញហួតបឹងស្នោអូនចាបាទជាលើកទីប្រហែលដែរលោកជំទាវមកតាំងពិព័រណ៍នៅទីនេះនិយាយទៅគឺនៅបឹងស្នោនេះគឺលើកទី1ប៉ុន្តែបើការតាំងពិព័រណ៍របស់យើងគឺចេញរាល់ខែចាបាទហើយចង់ដឹងទៅលោកជំទាវមានអារម្មណ៍ថាហត់អត់នៅពេលដែលយើងទៅកោបលុយនៅហុងកុងផងនៅកោបលុយនៅចិនផងនៅកោបលុយនៅប្រទេសផ្សេងៗអញ្ចឹងហត់តើអូនហត់ចាហត់ប៉ុន្តែសុខចិត្តហើយនៅមួយទៀតក៏មានអារម្មណ៍ថាយើងបានចែកចាយដល់បងដែលជាភ្ញៀវអញ្ចឹងទៅគាត់បានតម្លៃពិសេសហើយមួយទៀតបានភើស្អាតអញ្ចឹងក៏យើងហត់តែយើងសុខចិត្តអូនបាទសម្រាប់ការតាំងពិព័រណ៍ថ្ងៃនេះយើងមានការបញ្ចុះតម្លៃពិសេសអ្វីដែរលោកជំទាវចាយើងមានការបញ្ចុះតម្លៃច្រើនអូនថ្ងៃនេះគឺថ្ងៃនេះគឺថ្ងៃតាំងពិព័រណ៍ថ្ងៃទី1យើងមានការបញ្ចុះតម្លៃខ្លាំងមែនទែនអញ្ចឹងសម្រាប់បងដែលគាត់មានបំណងជាវជាមួយនឹងគាត់ខ្ចង់ទៅប្រៃបងឱកាសយើងគឺមានទៀតហើយកុំភ្លេចចូលរួមជាមួយនឹងការតាំងពិព័រណ៍របស់យើងនៅពេញហួតទាំងអស់គ្នាបងបាទចង់ដឹងថាមុនហ្នឹងខ្ញុំឃើញលោកជំទាវហ៊ុនស៊ីណាតអញ្ជើញមកដល់ទីនេះតែគាត់មកជាវគ្រឿងអលង្ការរបស់លោកជំទាវមែនគាត់មកសប្រាយអូនគាត់មកសប្រាយហើយគាត់លោកជំទាវគាត់ចិត្តគាត់មកអញ្ជើញមកចូលរួមជាមួយនឹងការតាំងពិព័រណ៍របស់យើងមួយផ្លេតហើយគាត់ក៏មានពាក្យជូនពរដល់បងដែរចាបាទនៅពេលដែលគាត់មកដល់ឃើញគ្រឿងអលង្ការភើលដ៏ច្រើនស្ថិតធំតែគាត់អត់មានប្រសាសន៍យ៉ាងម៉េចដែរទៅកាន់បងស្រីមួយហ្នឹងគឺខ្ញុំឃើញគាត់ញញឹមរហូតចាឃើញគាត់ញញឹមអញ្ចឹងទៅគាត់មើលគ្រឿងមើលអីអញ្ចឹងទៅប៉ុន្តែដោយសារលោកជំទាវគាត់រវល់គាត់ឆ្លៀតចូលមកផ្លេតហើយគាត់ក៏ជូនពរហើយក៏បានពាក្យជូនពរមកគាត់ក៏សប្បាយចិត្តចាអូនចាបាទអារម្មណ៍ពិតនៅពេលដែលលោកជំទាវមកដល់កន្លែងបងលើកទី1ពេលយ៉ាងម៉េចដែរសប្បាយនេះនិយាយទៅសប្បាយចិត្តហើយសប្បាយមិញនេះសុខបាលបងនឹងកត្រឹងកត្រឹងអូនសប្បាយកត្រឹងកត្រឹងប៉ុន្តែមិញនេះឃើញលោកជំទាវគាត់អញ្ជើញមើលមិញគឺអានោះហើយគាត់ទៅសារដែរថាភ្លឺស្អាតអីចឹងណាអូនចាការតាំងពិព័រណ៍នៅទីនេះយកពេលប៉ុន្មានថ្ងៃដែរបង4ថ្ងៃអូន4ថ្ងៃចា4ថ្ងៃបាទ4ថ្ងៃហ្នឹងគឺយើងមានតម្លៃពិសេសទាំង4ថ្ងៃតែម្ដងចាអូនចាបាទក្រៅពីតាំងពិព័រណ៍នៅទីនេះតើយើងក្រុងទៅតាំងនៅណាទៀតដែរយើងមានការតាំងពិព័រណ៍នៅជប៉ុនអូនដោយសារយើងនៅប្រទេសជប៉ុនស្រាប់ចឹងការតាំងពិព័រណ៍របស់យើងគឺច្រើនជាងគេនេះគឺនៅជប៉ុនអូនហើយនៅហុងកុងចាអូនចាបាទចំណុចពិសេសអ្វីខ្លះបានធ្វើឲ្យគ្រឿងអលង្ការភើលបងវាលុកបណ្ដាប្រទេសច្រើនលើពិភពលោកនិយាយទៅគឺដោយសារ quality មួយហើយដោយសារយើងជាក្រុមហ៊ុនជប៉ុនហើយមួយទៀតគឺយើងជាក្រុមហ៊ុនបោះដុំបោះដុំហើយយើងមានតម្លៃពិសេសជូនដល់បងអតិថិជនកម្ពុជារបស់យើងចឹងហើយក៏គាត់តែងតែ support ជាមួយបរិស័ទតម្លៃពិសេសផងបានជាមួយនឹងខ្យងសុទ្ធទៀត
ហើយបានជាមួយនឹងផលិតផលជប៉ុនហើយជាមួយនឹងក្រុមហ៊ុនជប៉ុនទៀតចង់និយាយថាពេលអ្នកខ្លះគាត់លក់ផលិតផលជប៉ុនប៉ុន្តែគាត់មិនមែនជាក្រុមហ៊ុនជប៉ុនទេចាប៉ុន្តែសម្រាប់ពួកខ្ញុំជាក្រុមហ៊ុនជប៉ុនខ្ញុំមានស្វាមីជាជនជាតិជប៉ុនហើយជាក្រុមហ៊ុនផ្ទាល់ខ្លួនរបស់ខ្ញុំហើយជាផលិតផលរបស់ខ្ញុំផ្ទាល់ទៀតមិនមែនថាយើងយកអីវ៉ាន់ពីក្រុមហ៊ុនហើយយកមកលក់ហើយបែរជាអីវ៉ាន់ទាំងអស់ហ្នឹងជារបស់ជប៉ុនអញ្ចឹងណាតែនេះជាអីវ៉ាន់ផ្ទាល់ខ្លួនរបស់ក្រុមហ៊ុនរបស់នាងខ្ញុំផ្ទាល់ចាចង់បោះដុំចង់អីគឺអាចតាក់ទងមកបានគឺមានចាអូនចាអូនចាបានមកចាស់ផ្ទាល់ចាអូនចាបាទហើយចំពោះការតាំងកំពង់នេះទទួលបានការគ្រប់គ្រងយ៉ាងម៉េចដែរបងនិយាយទៅយើងទំចាប់ផ្ដើមបើកអញ្ចឹងយើងអត់តនឹងថាម៉េចប៉ុន្តែគឺមានបងដែលចាហើយនឹងមានចានឹងឯងឃើញគាត់ចូលមកដែរលោកជំទាវចង់ដឹងថាដោយសារកន្លងមកក៏ខ្ញុំបានឆែក YouTube នៅលើប្រព័ន្ធមួយចំនួនគេថាបើគ្រឿងអលង្ការផើនឹងជំនួយជួយឲ្យរស័យឡើងរកលុយបានអានឹងពិតអត់ចាហ្នឹងពិតអូនពិតប៉ុន្តែដោយសារខ្ញុំជាអ្នកលក់អញ្ចឹងខ្ញុំអត់ចង់និយាយអីច្រើនព្រោះដោយសារពេលដែលយើងចង់លក់យើងនិយាយពីរឿងហុងស៊ុយគាត់ថាបែរចង់លក់បានដាច់បែរជាលើកហុងស៊ុយមកប៉ុន្តែហ្នឹងគឺរឿងពិតអូនយើងពាក់ទៅមានអារម្មណ៍ថាលើករិស័យយើងហើយរឿងឧបទ្រពទាំងឡាយហើយអ្នកជាពិសេសគឺអ្នកដែលមានបញ្ហាផ្លូវចិត្តបាទគាត់មានបញ្ហាផ្លូវចិត្តគាត់សប្បាយចិត្តអីអញ្ចឹងអារម្មណ៍អាប់អួរសម្ោកខ្មៅអាប់អួរក្នុងអារម្មណ៍យើងអាចពាក់ទៅវាអាចស្រស់ថ្លាអូនណាវាជារឿងពិតអូនចាំរឿងខ្មៅមុនអីទៅចាវាមានមែនអូនវាមានពិតមែនចាសម្រាប់គ្រឿងអលង្ការពណ៌ប្រភេទណាដែរផលដែលយើងពាក់ទៅឲ្យបណ្ដេញមុនខ្មៅចេញពីរាងកាយយើងហ្នឹងភាគច្រើនយើងពាក់ពណ៌សហើយមួយទៀតហ្នឹងបងខ្លះគាត់ចូលចិត្តពាក់ពណ៌ប្រាក់ហើយនឹងពណ៌មាសអីហ្នឹងអូនអាហ្នឹងពណ៌មាសហ្នឹងគឺចានេះពណ៌សអានេះពណ៌សអូននេះពណ៌សហើយនេះជាប្រភេទពណ៌មាសនេះគឺគាត់ពាក់ទាញលុយពាក់ឲ្យលើករិស័យឡើងឲ្យរកលុយបានអញ្ចឹងណាអូនពណ៌ហ្នឹងគឺស៊ីសងលើគាត់គាត់ចង់ពាក់ពណ៌ណាក៏គាត់ពាក់ទៅជាពិសេសរិស័យរបស់គាត់ត្រូវពណ៌អីគាត់ពាក់ដូចយើងហ្នឹងថ្ងៃនេះខ្ញុំត្រូវពណ៌ខ្មៅខ្ញុំពាក់ពណ៌ខ្មៅអញ្ចឹងណាតាមលេខហុងស៊ុយរបស់គាត់ចាហើយមានអ្នកខ្លះគាត់រហូតដល់មីលីទៀតអូនមីលីនេះរហូតដល់មីលីកថាគាត់ហុងស៊ុយរបស់គាត់វាលេខ9លេខ8លេខ7អីចឹងទៅវាអាចមានអ្នកខ្លះគាត់រើសទៅលើនឹងទៀតប៉ុន្តែពួកប្រភេទអស់នេះដែលអូនបង្ហាញដែលបងយកមកឲ្យបងមើលនេះភាគច្រើនគឺវាលេខធំៗមកអូនលេខធំៗឲ្យទឹកអូនឃើញទឹកហ៎បាទអូស្អាតមែនទែនទឹកគឺថ្លាឆ្វងឲ្យតម្លៃវាពិតជាពិតគាត់ថាតម្លៃខ្យងគឺវាថ្លៃប៉ុន្តែសម្រាប់ពួកយើងក្រុមហ៊ុនវាអត់តម្លៃឲ្យដល់ថ្នាក់ហ្នឹងទេហើយម្យ៉ាងមួយទៀតយើងមានការបញ្ចុះតម្លៃដល់ទៅ60ហើយក្រោម60ទៀតអញ្ចឹងបើសិនជាបងណាគាត់មកផ្ទាល់គឺបានតម្លៃពិសេសខ្លាំងមែនទែននៅពេលហ៊ុតបាំងស្នោតូបលេខប៉ុន្មាននេះបងនៅទល់មុខA15 និង A17 ចាបាទ A15 និង A17 នៅបរិយាពេញហ៊ុតបាំងស្នោបាទបាទ A15 ឥឡូវគឺចុងក្រោយមានអ្វីនិយាយទៅកាន់ពុកម៉ែបងប្អូនដូចជាទស្សនិកជននិយាយទៅជាចុងក្រោយនេះក៏ខ្ញុំសូមអរគុណដល់បងទាំងអស់គ្នាជាមួយនឹងបងទាំងអស់គ្នាសូមអរគុណដល់បងដែលគាត់តែងតែ support ជាមួយនឹង page ទូជប៉ុនអញ្ចឹងដោយសារថ្ងៃនេះយើងមានការតាំងពិព័រណ៍នៅពេញហួតចំនួន4ថ្ងៃថ្ងៃនេះថ្ងៃទី1អញ្ចឹងសម្រាប់បងដែលគាត់ពេញនិយមហើយនឹងចង់បានជាមួយនឹងគ្រឿងស្អាតហើយតម្លៃពិសេសចាតម្លៃពិសេសអញ្ចឹងបងកុំភ្លេចចូលរួមជាមួយនឹងការតាំងពិព័រណ៍របស់យើងមកមើលផ្ទាល់ទៅបងហើយយើងក៏មានការ live ដែរណាសម្រាប់បងនៅតាមខេត្តបងអាចចេញមើលតាម live បានតែបើសិនជាបងនៅភ្នំពេញបងអាចចេញមកប៉ះតមកស្ទាបតចាតម្លៃពិសេសខ្លាំងមែនទែនណាពិសេសអស្ចារ្យតែម្ដងចាអរគុណចាយល់ចាអរគុណគ្នា